sudah diandam-andamkan tanda berseri muka manis darah jelita duduk beradat menanti bersanggulintang.នេះទេសភាពនៅទីក្រុងម៉ាឡាកានិយាយថាម៉ាឡាកើអីហ្នឹងម៉ាឡាកាបានហ្នឹងតែអរគ្នាហើយអានេះគឺជាវីដេអូចុងក្រោយនៅក្នុងប្រទេសម៉ាឡេស៊ីដែរដែលខ្ញុំបានធ្វើហើយទីកន្លែងដែលអ្នកទាំងអស់គ្នាបានឃើញនេះគឺជាទីក្រុងម៉ាឡាកាដែលនៅកន្លែងនេះគឺជាប្រភេទទីក្រុងមួយដែលប៊ីលីគ្នាទាំងអស់គ្នាវាប្រភេទជាទីក្រុងបុរាណចាស់ផងហើយរបៀបថាសម័យផងប្រភេទសម័យនេះវានៅខាងក្រៅឯងប៉ុន្តែអាម្ដុំដែលអ្នកទាំងអស់គ្នាដែលខ្ញុំបានបង្ហាញនេះគឺជាទីក្រុងសម័យបុរាណដែលអគារខ្លះគេសាងសង់តាំងពីឆ្នាំ1917អគារខ្លះ1930និយាយទៅមុនអគារមុនសម័យសង្គមអង់គ្លេសដែលគេដាក់អាណានិគមទៅលើប្រទេសម៉ាឡេស៊ីហើយអគារខ្លះវាមុននឹងទៀតហើយអគារខ្លះទៀតវាដូចជាប្រាសាទអញ្ចឹងវាមានដូចជាប្រាសាទហើយដែលអ្នកទាំងអស់គ្នាបានឃើញនេះអានេះគឺជាសារមន្ទីរមួយដែលគេនិយាយបង្ហាញពីក្នុងវាំងដែលបន្សល់ទុកនៅក្នុងសម័យរាជកាលរដ្ឋម៉ាឡាកាប៉ុន្តែអានេះមិនមែនវាំងដែលគេបន្សល់ទេតែគេធ្វើឡើងវិញគេបង្ហាញថាកាលពីសម័យមុនគឺវាអញ្ចឹងគឺវាមានស្ដេចមានអាមាត្យអីចឹងស្ដូចតែនឹងប្រវត្តិសាស្ត្រខ្មែរយើងដែរអ្នកទាំងអស់គ្នាហើយនៅក្នុងនោះគេមានដាក់បង្ហាញច្រើននៅវត្ថុបុរាណដែលធ្លាប់ប្រើនៅសម័យនោះដូចដែលក្នុងវាំងគេមានអីខ្លះដូចវត្ថុបុរាណដូចជាពែងកំសៀវអីចឹងវាមាននៅក្នុងនឹងច្រើនហើយសបុតចូលទៅទស្សនានៅកន្លែងនេះគឺអត់សូវថ្លៃហ្មងទេប្រហែលដូចជា20 ringgit ទេហើយគេនិយាយអំពីការអ្នកជំនួយមកដល់ដូចពួកចិនអីចឹងដែលគាត់មកធ្វើជំនួយនៅក្នុងរដ្ឋម៉ាឡាកាពីមុនមានដូចជាប្រភេទពួកអារ៉ាប់ជនជាតិអារ៉ាប់ដែលគាត់បានមកធ្វើជំនួយនៅក្នុងរដ្ឋម៉ាឡាកាដែរវាមានច្រើនជនជាតិប៉ុន្តែខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងខ្លះៗឲ្យអ្នកទាំងអស់គ្នាបានឃើញដោយសារតែកន្លែងខ្លះគេអត់បានបង្ហាញថាជនជាតិណាខ្លះទេប៉ុន្តែវាមានច្រើនប៉ុន្តែគេអត់បានកត់ត្រាទាំងអស់អីចឹងហើយដូចអ្នកទាំងអស់គ្នាបានឃើញនេះអានេះគឺជាជនជាតិសៀមដែលគាត់បានធ្វើជំនួយជាមួយនឹងរដ្ឋម៉ាឡាកានៅសម័យនោះដែរហើយក្រៅពីនឹងទៀតនៅក្នុងនោះមានច្រើនមែនទេមានទៅជាវត្ថុបុរាណដូចអ្នកទាំងអស់គ្នាបានឃើញចឹងដែលខ្ញុំបង្ហាញថាវាមានវត្ថុបុរាណដែលគេតម្កល់ទុកនៅក្នុងវាំងកាលពីសម័យមុនដែលគេប្រើប្រាស់របស់ស្ដេចគាត់ប្រើប្រាស់ហ្នឹងវាមានច្រើនមែនតើអញ្ចឹងពេលអ្នកទាំងអស់គ្នាទៅដើរលេងអញ្ចឹងអាចចូលទៅទស្សនាខ្លួនឯងបានដោយសារតែខ្ញុំដាក់អត់អស់ទេដោយសារវាច្រើនពេកតែយើងដាក់ច្រើនពេកទៅវាធ្វើឲ្យវីដេអូហ្នឹងកាន់តែវែងទៅយើងមើលទៅក៏ធុញដែរតែយើងដាក់ខ្លះទៅអ្នកទាំងអស់គ្នាអាចចូលទៅមើលខ្លួនឯងបើអ្នកទាំងអស់គ្នាមានឱកាសបានទៅអីចឹងដោយកន្លែងខ្លះអញ្ចឹងកន្លែងនេះគឺបង្ហាញពីសម្លៀកបំពាក់របស់ស្ដេចក៏ដូចជាប្រជាពលរដ្ឋកាលពីសម័យនោះគេស្លៀកពាក់មិនអីមិនចឹងគេបង្ហាញតាមជាក់ស្ដែងឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងគេបង្ហាញពីទំនៀមទម្លាប់ក៏ដូចជាប្រពៃណីនៅសម័យនោះឲ្យយើងបានឃើញថាប្រជាជនម៉ាឡេនៅសម័យនោះគឺស្លៀកពាក់អីបែបណាអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំកន្លែងខ្លះខ្ញុំខ្ជិលអានបើខ្ញុំអានទៅវាយូរអញ្ចឹងខ្ញុំខ្ជិលអានហើយខ្ញុំអានយូរកាលទៅវាអត់យល់ដែរខ្ញុំខ្ជិលអានអញ្ចឹងខ្ញុំថតតែទេសភាពឲ្យមើលទេអត់មាននិយាយរឿងប្រវត្តិសាស្ត្រខ្ញុំអត់និយាយបើខ្ញុំនិយាយទៅវាខុសអញ្ចឹងកន្លែងខ្លះខ្ញុំអានតែមកយល់ខ្លួនឯងទៅខ្ញុំមិនសូវយល់អត់សូវច្បាស់អញ្ចឹងខ្ញុំអត់ហ៊ាននិយាយប្រវត្តិសាស្ត្រគេនិយាយទៅខ្លាចខុសមិនវានៅភ្លៀងទៀតមានលេងឲ្យសុបាយដែរអានេះទេសភាពខាងក្រោមទៅអត់តន់អស់ទេណាវានៅមកជុំខាងនោះរហូតដល់យើងជិះទូកជិះអីទៀតនេះស្ទើរគពតភ្នោម្នាក់ឯងឡើងសល់ម្នាក់ឯងនេះគេចាស់ទៅវិញអស់នេះសត្វតែខ្ញុំម្នាក់ឯងនេះគូពតប៊ីឡាន់ដានេះស្ទើរភ្នោណានេះស្ទើរភ្នោគេចាស់ទៅវិញអស់នេះសត្វខ្ញុំម្នាក់ឯងនេះខ្ញុំមែនបើវាល្ងាចហើយម៉ោងប្រហែល6 ជាងហ្នឹង6:07ហើយកន្លែងនេះសត្វកន្លែងបុរាណណាកន្លែងបុរាណអានោះប៉មហ្នឹងយើងអាចជិះមើលទេសភាពពីយប់បាន
នេះច្រកម៉ាឡាកានេះគេហៅច្រកម៉ាឡាកានេះវាមានកប៉ាល់មានអីអញ្ចឹងកប៉ាល់នេះវាចេញទៅវាទៅខាងសហបុរីច្រើនហើយអ្នកទាំងអស់គ្នាឃើញអានេះទង់ជាតិរបស់រដ្ឋមួយនៅម៉ាឡេអញ្ចឹងរដ្ឋមួយវាមានទង់ជាតិមួយតំណាងរដ្ឋរបស់គេអានេះទូកដែរអានេះវា museum គេប៉ុន្តែខ្ញុំខ្ជិលចូលទិញសម្បត្តិចូលខ្ញុំមើលពីខាងក្រៅទៅខ្ញុំខ្ជិលចូលវាស្តៀងនឹង museum កន្លែងដែលខ្ញុំចូលមុនហ្នឹងដែរនេះរបៀបទូកចម្បាំងជុកអីចឹងវាមានកាភ្លើងមានអីតាមសងខាងតែខ្ញុំខ្ជិលចូលខ្ញុំទៅរកទិញឆាប់មើលសិនអញ្ចឹងទេដាស់សាយឆៃមកឡើយអានេះនៅទន្លេម៉ាឡាកាហ្នឹងហើយមួយទៀតនៅនឹងក៏សម្បូរភ្ញៀវទេសចរច្រើនដែរភ្ញៀវទេសចរដែលខ្ញុំសង្កេតមើលច្រើនភាគច្រើនខ្ញុំឃើញចិនច្រើនតែគាត់ចូលចិត្តមកលេងនៅប្រទេសម៉ាឡេដោយសារនៅម៉ាឡេហ្នឹងវាសម្បូរចិនដែរអញ្ចឹងដូចនៅម៉ាឡាកាហ្នឹងវាមានមួយផ្នែកជនជាតិម៉ាឡេគាត់អ្នកលក់ម្ហូបលក់អីចឹងហើយមួយផ្នែកខាងនោះគឺជនជាតិចិនគាត់អ្នកលក់ដែរគេបែងចែកប្លុកគ្នាលក់ហើយនៅតាមហ្នឹងយើងមើលដល់គ្នាទៅវាស្អាតម្យ៉ាងពេលយប់ផ្សេងពេលថ្ងៃផ្សេងប៉ុន្តែនៅនោះពេលថ្ងៃមនុស្សអត់សូវចេញទេគេចេញតែពេលយប់សារតែពេលយប់វាត្រជាក់ពេលអីចឹងវាងាយស្រួលក្នុងការដើរប៉ុន្តែពេលដែលខ្ញុំទៅវាយើងភ្លៀងរ៉ាក់ពិបាកដើរដែរប៉ុន្តែវាអត់អីទេអត់មានជាបញ្ហាសម្រាប់អ្នកដើរលេងទេព្រោះអ្នកដើរលេងគឺតែតែរកវិធីសាស្ត្រផ្សេងដើម្បីដើរលេងឲ្យបានគ្រប់ជ្រុងជ្រោយហ្មងហើយដូចនៅតាមមាត់ព្រៃនេះដែលយើងឃើញនៅម្ដុំហ្នឹងគេលក់ច្រើនដូចជា soft drink មាន burger មានអីអាហារបែបអឺរ៉ុបមានច្រើនហើយមាននៅតាមហ្នឹងឯងទៀតគេធ្វើជាមានរូបជាតុក្កតាគេពាក់គេអីមកឲ្យយើងមើលអីចឹងណាហើយមកដល់កន្លែងនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាកន្លែងទិញសំបុត្រអាគ្រូតហ្នឹងដើម្បីជិះនៅក្នុងព្រែកហ្នឹងអ្នកទាំងអស់គ្នាកន្លែងនេះគេទិញគេអត់យកលុយសុទ្ធទេគេយកជាកាតយើងមានវីសាកាតអីចឹងយើងគេប្រើជាកាតហ្មងចឹងបើអ្នកទាំងអស់គ្នាត្រូវមកត្រូវមានវីសាកាតមួយទៅស្រួលប៉ុន្តែនៅនេះពីច្រើនគេចាយវីសាកាតគេអត់សូវចាយលុយមកចាយលុយក៏ចាយដែរប៉ុន្តែពីច្រើនគេប្រើកាតហ្មងនៅនេះសម្បីតាំងប្រជាជនគេប្រើកាតសុទ្ធហ្មងហើយអានេះគឺជាទេសភាពនៅក្នុងដែលពេលយើងទិញសម្បត្តិហើយយើងជិះគ្រូដែរអ្នកទាំងអស់គ្នាគេនឹងនាំយើងទៅមើលកន្លែងប្រវត្តិសាស្ត្រគេច្រើនដែលគេដាក់បង្ហាញនៅតាមមាត់ព្រែកហ្នឹងដែលគេសាងសង់ឡើងធ្វើសម្រាប់ភ្ញៀវទេសចរមើលក៏ដូចជាបង្ហាញពីវប្បធម៌របស់គេអីផ្សេងចឹងទៅអញ្ចឹងបើអ្នកទាំងអស់គ្នាបានទៅដាច់ខាតអានឹងត្រូវថាជិះគ្រូតហ្នឹងមកដើម្បីមើលទេសភាពទៅតាមមាត់ព្រែកហ្នឹងអានឹងគេហៅព្រែកហៅស្ទឹងប៉ុន្តែដោយសារនេះជាដៃសមុទ្រអញ្ចឹងយើងហៅព្រែកទៅវាសមជាងដោយកន្លែងនេះដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងប្រភេទផ្ទះបុរាណហ្នឹងគេចង់បង្ហាញថាពីសម័យដែលម៉ាឡេអត់ទាន់រីកចម្រើនពីមុនផ្ទះរបស់ប្រជាជនគឺបែបហ្នឹងគឺរស់នៅរបៀបថាផ្ទះជាប់នឹងដីរបៀបជាផ្ទះឈើដែលគេបង្ហាញនៅតាមមាត់ព្រែកហ្នឹងគេសាងសង់ច្រើនហើយអាផ្ទះកន្លែងហ្នឹងគឺមានប្រជាជនរស់នៅស្រាប់ហ្មងដែលគេរកឲ្យវាយចោលឬក៏កំទេចចោលទេគេទុកអញ្ចឹងមកដើម្បីបង្ហាញភ្ញៀវទេសចរហើយសម្រាប់តាខ្មោចម្នាក់នេះកាលពីខ្ញុំទៅឆ្នាំ2023ឃើញគាត់ឥឡូវក៏ឃើញគាត់នៅធ្វើខ្មោចដែរខ្ញុំឲ្យមើលសម្លេងស៊ីនរបស់គាត់ហ្មងតាសម្លេងបែបអីមិនអញ្ចឹងណាឡ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 ាអាឡ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 ា bergembira sudah diandamkan tanda berseri muka manis darah jelita ហើយចំណាច់ពូម្នាក់នេះof the year ហ្មងអាឃើញកោតខ្លាចខ្មោចរុញទៅដាក់កន្លែងខ្មោចទៀតហើយកោតនឹងគ្នាយំចង់ងាប់ខ្លាចខ្មោចប៉ុន្តែអត់ធ្វើធម្មតាអត់ខ្វល់ឲ្យអញមើលខ្មោចហ្មងអានឹងយំនឹងចង់បាច់អាទីហើយមកដល់កន្លែងនេះខ្ញុំនាំមើលអាកន្លែង Pop Street របស់ខាង China Town នៅកន្លែងនេះគឺសម្បូរជនជាតិចិនមែនតើគាត់លក់អីវ៉ាន់ដូចជាម្ហូបមានវត្ថុអនុស្សាវរីយ៍មានរបៀបជាដំណាប់terrain អីចឹងមានច្រើនដែលយើងអាចទិញយកមកប្រទេសយើងបានហើយតម្លៃវាក៏អត់សូវថ្លៃបានដែរធូរដែរទេយើងអាចទិញផ្ញើអ្នកផ្ទះអីចឹងដោយសារតែយើងទៅដល់នោះហើយយ៉ាងហោចក៏មានវត្ថុអនុស្សាវរីយ៍មកផ្ទះតិចតួចដែរចឹងប៉ុន្តែខ្ញុំទៅអត់បានទិញទេដោយសារអត់មានលុយហើយមួយទៀតអត់មានអីដាក់
ហើយដូចជាកន្លែងនេះដូចជាកំពែងដែលគេធ្វើកាលពីសម័យមុនមកហើយតែវាខ្ទេចខ្ទីហើយតែនៅសល់តែថ្មអីចឹងគេព័ទ្ធគេដាក់ភ្លើងសម្រាប់ឲ្យភ្ញៀវទេសចរមើលអីចឹងទៅហើយអានេះពេលយើងឆ្លងស្ពាននេះទៅឃើញអាកូនកប៉ាល់ទូចៗដែលគេបើកជូនភ្ញៀវទេសចរមើលនោះស្អាតហើយទេសភាពស្អាតមែនទែនពេលទេសភាពពេលយើងជិះទៅវា relax ហ្មង fresh ធ្វើឲ្យយើងមានអារម្មណ៍ផ្សេងចឹងទៅឈៀលពេលល្ងាចពេលអីចឹងបើទៅមានគ្នាមានអីអង្គុយញ៉ាំអីទៀតអែមហ្មងនិយាយទៅ relax ប៉ុន្តែខ្ញុំទៅវាសំណាងអាក្រក់មនុស្សខ្ញុំវាទៅម្នាក់ឯងម្នាក់ឯងហើយវីដេអូនឹងមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតហើយវីដេអូក្រោយទៀតប្រហែលជាធ្វើទៅប្រទេសសិង្ហបុរីម្ដងបាយបាយ